ផ្លែឈើដែលល្អសម្រាប់ខួរក្បាលសួស្តីអ្នកទាំងអស់គ្នាហើយសូមស្វាគមន៍មកកាន់ Channel របស់យើងវិញថ្ងៃនេះយើងនឹងមកស្វែងយល់អំពីវិធីមួយចំនួនដើម្បីបង្កើនថាមពលខួរក្បាលរបស់អ្នកតើអ្នកដឹងទេថាអ្វីដែលអ្នកទទួលទានអាចមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពខួរក្បាលនិងការចងចាំរបស់អ្នកតោះមកនិយាយអំពីផ្លែឈើដ៏អស្ចារ្យចំនួន5ប្រភេទដែលល្អបំផុតសម្រាប់ខួរក្បាលជាដំបូងយើងមានផ្លែ Berry ដែលជារឿយៗត្រូវបានគេហៅថាផ្លែឈើសម្រាប់ខួរក្បាលដោយសារមូលហេតុច្បាស់លាស់ពួកវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលហៅថាអង់តូស៊ីយ៉ានីនជាពិសេសផ្លែ Blueberry គឺជាតួឯកឆ្នើមតែម្ដងការសិក្សាបានបង្ហាញថាពួកវាអាចជួយបង្កើនការចងចាំនិងថែមទាំងអាចពន្យឺតការបាត់បង់ការចងចាំក្នុងរយៈពេលខ្លីផងដែរកុំភ្លេច Strawberry និង Blackberry ឲ្យសោះពួកវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារកោសិកាខួរក្បាលរបស់អ្នកពីការខូចខាតនិងការរលាកដូច្នេះការទទួលទានផ្លែ Berry ចម្រុះមួយកណ្ដាប់ហ៊ុនមួយថ្ងៃគឺជាគំនិតដ៏ល្អបំផុតបន្ទាប់នៅក្នុងបញ្ជីរបស់យើងគឺផ្លែ Ber Avocado ដែលមានរសជាតិខ្ទិះនិងឈ្ងុយឆ្ងាញ់មែនហើយវាគឺជាផ្លែឈើផ្លែ Ber សម្បូរទៅដោយខ្លាញ់មិនឆ្អែត Monounsaturated fats ដែលមានសុខភាពល្អខ្លាញ់ទាំងនេះពិតជាអស្ចារ្យណាស់នៅក្នុងការជួយឲ្យលំហូរឈាមមានដំណើរការល្អហើយខួរក្បាលដែលរឹងមាំគឺត្រូវការលំហូរឈាមដែលល្អពួកវាក៏ជួយកាត់បន្ថយសម្ពាធឈាមផងដែរដែលវាជារឿងសំខាន់ណាស់ព្រោះសម្ពាធឈាមខ្ពស់មានទំនាក់ទំនងទៅនឹងការចកខ្សោយនៃមុខងារខួរក្បាលការហាន់ផ្លែបឺដាក់លើនំពងអាំងរបស់អ្នកមិនមែនគ្រាន់តែជាការនិយមតាមសម័យកាលនោះទេប៉ុន្តែវាគឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់ខួរក្បាលបន្តទៅទី3ផ្លែឈើអំបូរក្រូច Citrus fruits ដូចជាក្រូចផ្លែពុទ្រា Guavas និង Kiwi អត្ថប្រយោជន៍ដ៏ល្បីល្បាញរបស់វាគឺវីតាមីន C ដែលជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាវីតាមីន C គឺចាំបាច់ណាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹង Radical សេរីដែលជាម៉ូលេគុលអាក្រក់ដែលអាចបំផ្លាញកោសិកាខួរក្បាលរបស់អ្នកការស្រាវជ្រាវថែមទាំងបានផ្សារភ្ជាប់កម្រិតវីតាមីន C ខ្ពស់ក្នុងឈាមទៅនឹងលទ្ធផលការងារកាន់តែប្រសើរពាក់ព័ន្ធនឹងការផ្ដោតអារម្មណ៍ការចងចាំនិងការយកចិត្តទុកដាក់ដូច្នេះសូមទទួលទានក្រូចដើម្បីបង្កើនភាពស្រស់ថ្លាដល់ខួរក្បាលផ្លែឈើទី4គឺផ្លែទទឹម Pomegranate ដ៏មានអានុភាពផ្លែឈើនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងហៅថា Polyphenol ដែលមានអត្ថប្រយោជន៍អស្ចារ្យក្នុងការការពារប្រព័ន្ធសរសៃប្រសាទអ្វីដែលពិតជាអស្ចារ្យនោះគឺសមាសធាតុទាំងនេះអាចឆ្លងកាត់របាំងឈាមខួរក្បាល Blood-brain barrier ដើម្បីផ្ដល់ការការពារដោយផ្ទាល់ប្រឆាំងនឹងការខូចខាតនៅកន្លែងដែលសំខាន់បំផុតការសិក្សាមួយចំនួនថែមទាំងបង្ហាញថាការទទួលទានទឹកទទឹមអាចជួយកែលម្អសញ្ញានៃការចងចាំជាពិសេសចំពោះមនុស្សចាស់ចុងក្រោយប៉ុន្តែពិតជាមិនអាចខ្វះបានគឺផ្លែចេកពួកវាផ្ដល់នូវប្រភពថាមពលរហ័សនិងមានស្ថិរភាពដែលខួរក្បាលរបស់អ្នកចូលចិត្តបំផុតបន្តមិនតាន់អស់ទេចេកសម្បូរទៅដោយប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់សញ្ញាអគ្គិសនីដែលកោសិកាសរសៃប្រសាទខួរក្បាលប្រើដើម្បីទាក់ទងគ្នាពួកវាក៏មានផ្ទុកវីតាមីន B6 ដែលសំខាន់សម្រាប់ការផលិតសារធាតុបញ្ជូនសរសៃប្រសាទដូចជា Serotonin និង Dopamine ដែលជួយគ្រប់គ្រងអារម្មណ៍និងការផ្ដោតអារម្មណ៍របស់អ្នកទាំងនេះហើយគឺជាផ្លែឈើសាមញ្ញនិងមានរសជាតិឆ្ងាញ់ទាំង5ប្រភេទដើម្បីជួយឲ្យខួរក្បាលរបស់អ្នកស្ថិតក្នុងស្ថានភាពល្អបំផុតការបន្ថែមផ្លែឈើទាំងនេះទៅក្នុងរបបអាហារនៃរបស់អ្នកគឺជាជំហានដ៏ងាយស្រួលនិងឈ្ងុយឆ្ងាញ់ឆ្ពោះទៅរកសុខភាពខួរក្បាលកាន់តែប្រសើរតើផ្លែឈើមួយណាដែលអ្នកចូលចិត្តជាងគេសូមប្រាប់ខ្ញុំនៅក្នុងមតិយោបល់ខាងក្រោមសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេចចុច like និង subscribe សម្រាប់ការណែនាំអំពីសុខភាពបន្ថែមទៀតជួបគ្នាពេលក្រោយ